បងប្អូនធ្លាប់តែឃើញខ្ញុំកាប់ផ្លែចាកយកមកធ្វើបង្អែមហូបហើយថ្ងៃនេះផងដែរគឺខ្ញុំមកប្រាប់បងប្អូនអំពីថាប្រយោជន៍របស់ផ្លែចាកផងដែរហើយនឹងផ្កាចាកតើវាមានផលប្រយោជន៍អ្វីខ្លះសម្រាប់យើងហ្នឹងបងប្អូនគ្នាហើយបងប្អូនកុំភ្លេចតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាផងដែរព្រោះថាវីដេអូនេះក៏អាចផ្ដល់ផលប្រយោជន៍ឲ្យបងប្អូនដែរបាទសួស្តីបងប្អូនទាំងអស់គ្នាផងដែរថ្ងៃនេះដែរគឺមកកាន់វីដេអូខ្ញុំទៀតហើយបាទហើយសម្រាប់ថ្ងៃនេះផងដែរគឺខ្ញុំមករកព្រៃចាកបងប្អូនគ្នាដែលសារថាមានបងប្អូននៅខាងតាខ្មៅបងប្អូនគ្នាគាត់កំងខ្ញុំ5ធ្លាយហើយកំង5ធ្លាយនេះគឺខ្ញុំរកជូនគាត់ភ្លាមតែម្ដងគឺគាត់ប្រញាប់យកទៅព្យាបាលជំងឺអញ្ចឹងបងប្អូនគ្នាដោយសារតែផ្លែចាកនេះដែរគឺខ្ញុំអត់ដឹងត្រូវជំងឺអីខ្លះទេបងប្អូនគ្នាហើយផ្កាហើយផ្លែវាអីហ្នឹងគឺសិតតែនិយាយទៅសិតតែជាថ្នាំបងប្អូនគ្នាសាច់វាក៏ថ្នាំដែរបងប្អូនគ្នានិយាយទៅមកផ្កាមកផ្លែមកនិយាយទៅមកចប់វាហ្នឹងហ្មងអត់តដើមទេបងប្អូនគ្នាគឺថ្នាំទាំងអស់តែម្ដងចឹងហើយគឺផ្កាគឺខ្ញុំលក់ឲ្យបងលើកមុននៅពេញបងប្អូនគ្នាផ្កាដែលកំពុំអត់ទាន់រីកចឹងគឺគាត់ឲ្យខ្ញុំកាប់ហាលឲ្យគាត់ហើយគាត់យកទៅនឹងស្ងួតតែម្ដងបងប្អូនគ្នាកាប់ហាស្ងួតហើយបានគាត់យកអញ្ចឹងហើយគឺគាត់បានប្រាប់ខ្ញុំថាផ្កាចាកត្រូវដូចជាចុកដៃស្លាក់គឺរោយខ្លួនរោយសរសៃអីចឹងបងប្អូននេះអាហ្នឹងគឺខ្ញុំដឹងអត់សូវច្បាស់ប្រហែលទេព្រោះថាខ្ញុំសួរគាត់ចឹងទៅគឺគាត់ប្រាប់ខ្ញុំប៉ុណ្ណឹងបងប្អូននេះគឺបើថាត្រូវអីផ្សេងទៀតបើសិនជាបងប្អូនស្គាល់បងប្អូនអាច comment នៅក្នុងវីដេអូនេះបានឬក៏អាចឆាតមកខ្ញុំផ្ទាល់បានដែរបងប្អូននេះដោយសារថាមានបងប្អូនគាត់ឈឺច្រើនមែនតើតែម្ដងហើយខ្ញុំនៅតំបន់សមុទ្រនេះផងដែរគឺខ្ញុំអត់ដឹងមែនបងប្អូននេះខ្ញុំធ្លាប់តែបេះកាប់ផ្លែចាកមកយកមកធ្វើបង្អែមហូបដើម្បីឲ្យបងប្អូនបានទស្សនាផងដែរហើយសម្រាប់ថ្ងៃនេះគឺមានបងគាត់កំង5ធ្លាយហើយខ្ញុំថែមឲ្យគាត់4-5ធ្លាយទៀតបងប្អូនគ្នាគឺច្រើនមែនតើម្ដងមកសរុបទៅទាំងអស់ប្រហែលចូលចិត្តទាំងគាត់ទិញខ្ញុំថែមឲ្យគាត់គឺចូលចិត្ត10ធ្លាយដែរហ្នឹងបងប្អូនគ្នាគឺនៅតំបន់នេះពេលវាខ្លះវាសបោវាខ្លះវាអត់ហ្នឹងបងប្អូនគ្នាគឺវាតាមរដូវវាផងដែរគឺពេលខ្លះមានពេលខ្លះអត់ហើយនេះទៀតផងដែរគឺជាផ្លែចាកបងប្អូននេះគឺបងប្អូនដែលគាត់មិនដន់ស្គាល់ខ្ញុំសូមបញ្ជាក់ឲ្យហើយផ្លែចាកគឺយើងមិនមែនថាយកទៅហូបបានតែមួយមុខទេបងប្អូននេះគឺយើងអាចយកទៅធ្វើថ្នាំផងដែរហើយសម្រាប់បងប្អូនដែលគាត់ដឹងថ្នាំខ្មែរថ្នាំអីហ្នឹងបងប្អូនជួយ comment ប្រាប់ឲ្យបងប្អូនយើងបានដឹងបានស្គាល់ផងព្រោះថាមានបងប្អូនគាត់ខ្មែរចាស់អីគាត់ឈឺស្លាក់ឈឺអីចឹងបងប្អូននេះឬក៏ត្រូវអីរោគផ្សេងទៀតចឹងបងប្អូននេះអាចជួយប្រាប់បានបងប្អូននេះ share ទៅព្រោះថានេះក៏ជាការចែករំលែកមួយដែរបងប្អូននេះខ្ញុំគ្រាន់ដឹងថារៀងច្បាស់បន្តិចគឺស្លាក់ហើយនឹងរោយខ្លួនចុកដៃចុកជើងអញ្ចឹងបងប្អូននេះគឺខ្ញុំដឹងថាប៉ុណ្្នឹងទេហើយក្រៅពីហ្នឹងគឺខ្ញុំអត់ដឹងទេដោយសារតែខ្ញុំមកសួរបងគាត់ចង់បានផ្លែចាកគាត់កំងពីខ្ញុំទៅហ្នឹងគឺគាត់ប្រាប់តែប៉ុណ្្នឹងទេហើយវីដេអូខ្ញុំគឺមានប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នា